cái tháp ôn mấy ôn nom cút rồi mới cái dòng mấy bàn ngoài người ta được đây cái hai tháp pe máu được kiện một con sợi bài chết đấy bơi má bơi sấy mà là bong bò na để quạt trăng cơ nhờ mà cha nè luộc tỏa cha nè còn khơi tôm quạt bà pan nắng hay vì đi chay tha quạt nắng ăn mi lai chờ nom trô để luôn này nhá cha mình bắt tê cứ play chơi quạt nom trô đại đây quạt to luôn hay bị buộc play chơi tầng ácនេះគឺសិតសឹងតែគាត់ណាំគឺមានតែភ្លុយគឺអត់ភ្លុយគឺមានតែ play គុយទេដែលគាត់នាំចូលចាអ្នកបងមានអារម្មណ៍យ៉ាងណាដែរនៅក្នុងថ្ងៃនេះនៅពេលដែលឃើញបងស្រីទាំងពីរនាក់នៅពេលដែលឃើញបងស្រីទាំងពីរនាក់មកកាន់តូបរបស់អ្នកបងមានអារម្មណ៍សប្បាយអូនអូសប្បាយដូចជាខ្សោយម្លេះអស់កម្លាំងពេលយកលក់ថ្ងៃហ្នឹងចាបងស្រីនាងខ្ញុំបងស្រីធေါ်ប៉ុន្តែមើលមកដូចគ្នាបងប្អូនចាសុំញញឹមមួយបងស្រីបងបើខ្ញុំសួរមួយថ្ងៃចូលជាផ្លូវការបន្តិចហើយលក់មួយថ្ងៃបានប៉ុន្មានដែរបងអត់ទៀងខ្ញុំលឺសតែមួយថ្ងៃលក់ដាច់ខ្លាំងណាគេប្រាប់ថាលក់ដាច់ខ្លាំងណាបងថ្ងៃសៅរ៍អាទិត្យអីមួយថ្ងៃបាន50គីឡូថ្ងៃអាទិត្យអីបាន70គីឡូអីចឹងថ្ងៃធម្មតា30ចា20ដែរមួយថ្ងៃពេលខ្លះបាន70គីឡូ50គីឡូចាផ្លែគយទៀតហើយគាត់លូប្រាប់ខ្ញុំតាមទូរស័ព្ទថាអូនអើយបងលក់អត់សូវដាច់ទេមួយថ្ងៃបានតែ70គីឡូ50គីឡូឯងអូអាណិតបងស្រីខ្លោចចិត្តមកដល់អត់មានឃើញផ្លែឈើសោះបើគាត់លក់ខ្ទេចអស់ហើយហ្នឹងចាហើយបងស្រីចង់សួរថាផ្លែស្វាយទាំងអស់ហ្នឹងគឺសឹងតែជាសមិទ្ធផលរបស់បងស្រីដាំមែនទេចាអូនហើយសមិទ្ធផលដាំហ្នឹងមួយដាំប៉ុន្មានឆ្នាំហីដាំហីយូរដែរហើយនេះចូលប្រហែលប៉ុន្មានឆ្នាំដែរបងដាំប្រហែលជា3-4ឆ្នាំបានផ្លែបេះអូ3-4ឆ្នាំសោះបានផ្លែបេះចាប៉ុន្តែពាក្យច្រើនដាច់នៅពេលណាដែរបងបើខែបុណ្យទានដាច់ខ្លាំងដាច់ខែបុណ្យទានហ្នឹងហើយរបស់យើងដាំធម្មជាតិហើយផ្ទះយើងនៅក្រោយអញ្ចឹងទៅលក់ពីមុខអញ្ចឹងណាអញ្ចឹងបានថាមនុស្សគេមិនឲ្យវាតម្លៃមនុស្សតែសម្បកក្រៅទេណាបងអូនទោះបីជាឃើញខ្ទមលក់ក៏ដោយចាប៉ុន្តែខាងក្រោយម៉ែអើយសិតតែស្វាយសិតតែចកាស្វាយចាអញ្ចឹងហើយបានឧស្សាហ៍ឃើញមុខនេះខ្ញុំមួយអាទិត្យមក2ដងទៅជា3ដងមិនមែនមួយខែមក2ដង3ដងទេណាមួយអាទិត្យមកបើមិន2ដង3ដងគឺថាឃើញមុខឡើងស្វាមហ្មងហើយឥឡូវគាត់ចង់និយាយថាគាត់ឥឡូវគាត់ឃើញខ្ញុំឡើងស្វាមហើយពេលមកដល់ពេលមកហ្នឹងគឺគាត់ថាអូនអាណៃបាច់ចាំដាក់ថងឯងបើកតកូតឡានមកអូនដាក់ស្វាយចូលហ្មងចាអញ្ចឹងសុំសុភាខាងប្រុសវិញសុបាយទៅខាងនោះចានិយាយថាមករយៈមុនអត់ដែរឃើញបងប្រុសមកផ្ទះគាត់ចញ្ញឹកញាប់ទេតែតាំងពីដល់ឈានចូលដល់រដូវផ្លែស្វាយក៏ដូចជាផ្លែគុយដូចជាឃើញអាសាជីកាត់តាមនឹងដែរមូលហេតុអ្វីដោយសារស្វាយបងស្រីហ្នឹងធម្មជាតិឆ្ងាញ់ហើយភ្ញៀវក៏គាត់លក់រៀងធូរថ្លៃជាងគេដែរតែភ្ញៀវស្អីអូអានេះគេហៅគេគុយយាយមកសិតគាំត្រហើយដល់យាយផ្លែគុយយាយផ្លែភ្ញៀវអានេះក៏និយាយក៏ផ្លែតិចទេមកđâyតាសាច់ឯងតានិយាយហើយទៅមានអារម្មណ៍យ៉ាងម៉េចដែរបានឲ្យទៅចូលដល់ខែហ្នឹងគឺឃើញប្អូនអាសាជីកាត់ទៅវិញទៅមកអញ្ចឹងណាដោយសារថាខែហ្នឹងខែប្រមូលផលអញ្ចឹងអាសាជីកាត់ទៅព្រោះមានរបស់ផ្ញើច្រើនចានិយាយចាម្នាក់នេះបើនិយាយថាពីឲ្យភ្លក់វិញភ្លក់តដេកលក់ចាហើយនេះគេហៅថាប្រចាំតួប្រចាំក្រុមចានេះសុំណែនាំឲ្យច្បាស់តិចមានឃើញមុខគាត់ច្បាស់ហេសុំយកមុខគាត់ច្បាស់តិចមកហ្នឹងហើយថតតាំងពីស្គមដល់ឡើងគីឡូហើយឥឡូវនេះខ្ញុំកំពុងតែចង់ដាក់តួគាត់ទៅកន្លែងណាមួយដើម្បីឲ្យឆាប់ល្បីប៉ុន្តែខ្ញុំមិនហ៊ានផ្ញើទាំងខ្លួនឲ្យគេមើលទេគេថាអូណាបងសុំអីគេបងសុំរូបតួម្នាក់ហ្នឹងមើលតិចមើលចាខ្ញុំអាចឲ្យបានតែខ្ញុំឲ្យតែមកកណាត់មុខទេដល់ពេលទៅហត់គេផ្ញើទៅឲ្យគេតាមមិនបានផ្ញើទៅមុខចឹងខ្លួនចាំពេលជួបនៅកន្លែងតេះព្រោះខ្លាចគេឃើញហ៎ចាអរគុណច្រើនបងណាថ្ងៃហ្នឹងគឺថាខ្ញុំសប្បាយចិត្តមែនទែនដែលបានមកជីកាត់ក៏ប៉ុន្តែគាត់តែជាការលេងសើចជាមួយនឹងបងស្រីប៉ុន្តែជាក់ស្ដែងគឺយើងអាសាមកមែនចាប៉ុន្តែគាត់នេះក៏មិនណយទេណាបើថាឃើញយើងរៀងស្ងាត់ហ្នឹងឆាតមកអូនណាតនេមកហើយពេលណាគេទៅបារម្ភបានហើយពេលណាគេដែលថាមិនមកបើយើងអត់មកវាអាចសធាចាណែប្លុកគុយមួយនេះក៏មកតនេមកមិនភ្ញៀវទេណាបងហើយញ៉ាំធ្វើមិនឲ្យលឺអត់លឺកាត់លុយទៀតយកភ្លៀងជួអាមឆ្ងាញ់ខែក្តៅអញ្ចឹងណា
ផ្លែដែលឆ្ងាញ់ជាងគេគឺផ្លែស្វាយហើយស្វាយដែលឆ្ងាញ់ជាងគេគឺជាស្វាយកៅចិនតែតាមតែចិត្តបងប្អូនដែរទេបងប្អូនខ្លះក៏ចូលចិត្តស្វាយកៅល្មៀតបងប្អូនខ្លះក៏ចូលចិត្តស្វាយប៉ោមអញ្ចឹងណាតែបើបានស្វាយទុំអញ្ចេះយកទៅញ៉ាំជាមួយនឹងបាយដំណើបមិនដឹងជាឆ្ងាញ់ប៉ុណ្ណាទេមកឥឡូវយើងនាំគ្នាមកភ្លក់គុយទាំងអស់គ្នាមើលផ្លែមកបីអាធំមួយមើលនេះអាធំណាអូមានបាល់ទៀតយោនេះមកបាល់lạiឡើងក្រហមបានហ្នឹងលេបក៏បានដែរលេបក៏បានដែរញ៉ាំអត់ចូលទេបងឆ្ងាញ់ញ៉ាំមកឥឡូវយើងភ្លក់ស្វាយណាមុនស្វាយនេះមិនដែរញ៉ាំទេនេះគេហៅគេហៅស្វាយគេបងដល់ក៏ខ្ញុំសម្ដែងតិចមែនស្វាយដល់កមុំណាកែអូនេះឡើងក្រហមមិនងាយលឿងតែមកគេមែនបងឆ្ងាញ់ណាស់ណាមានលួចចាក់ថ្នាំអីផ្អែមអត់ទេធម្មជាតិ 100% អីក៏អត់ប្រើទាំងអស់តែចូលសម្រាប់បងប្អូនអ្នកគាត់មកលេងនៅប្រសិទ្ធកុំភ្លេចទេចាចូលមកលេងទាំងអស់គ្នាហើយជាមួយនឹងផ្លែគុយគាត់ក៏ផ្អែមណាស់អត់ជូរខ្លាំងទេហ្នឹងហើយអញ្ចឹងឥឡូវវីដេអូរបស់យើងនេះគឺមានតែប៉ុណ្្នឹងទេបាយនេះហើយជាមូលហេតុដែលខ្ញុំអាសាជីកាត់តូបបងស្រី